បន្ទាប់ពីបេះផ្លែទម្លាប់ចត់ឥឡូវមកបេះប្រភេទផ្អែមវិញម្ដងបងប្អូននេះប្រភេទផ្អែមឆ្ងាញ់មែនតែនហើយពិសេសគឺអាកាសធាតុត្រជាក់អញ្ចឹងទៀតបើចាំក្លាសេទេនេះហើយល្អមែនតែនបើដើមបើនៅខាងចុងផ្លែខាងចុងអូយធំហើយល្អឡើងអាលងព្រិលហើយនេះផ្លែទៀបអញ្ចឹងផ្លែខ្លះក៏មានសត្វស៊ីផ្លែខ្លះក៏សត្វតិចអីចឹងណាហើយខ្ញុំគិតថាមិនទាន់មកបេះទេប៉ុន្តែនៅពេលដែលជីកាត់ទៅឃើញស្វាវាព្រួតគ្នាស៊ីផ្លែត្រលាប់ចឹងក៏គិតថាអូមកបេះឲ្យហើយហ្មងទៅនេះសបកវាមើលទៅរៀងខ្មៅអីមែនប៉ុន្តែនៅពេលដែលយើងចិតទៅគឺវាស្អាតដែរសាច់វាខាងក្នុងហើយឆ្ងាញ់ណាស់បងប្អូនអើយឡើងផ្អែមហើយចំខ្ញុំចូលចិត្តផ្លែត្រលាប់នឹងដែរអញ្ចឹងណានេះបេះមកហើយផ្លែឡើងអាយងអាយអញ្ចឹងណាគួរឲ្យចង់បេះខ្លាំងណាស់បងប្អូនហើយថ្ងៃនេះគឺបេះបានច្រើនណាបងប្អូនផ្លែវាច្រើនណោះឡើងតូទុនមែកអញ្ចឹងខ្ញុំបេះបានអត់អស់ពីដើមទេប៉ុន្តែបាន4កញ្ច្រែងអាធំណាអញ្ចឹងយើងកំពុងគិតថាអូលក់តាន់ឬក៏មិនតាន់ប៉ុន្តែបេះមកសិនមកបើសិនជាយើងមិនបេះទេស្វាអាចស៊ីអស់ព្រោះមានបទពិសោធន៍ស្វាស៊ីពោតអស់មកចំការឥឡូវនេះកុំឲ្យឯងស៊ីតាន់ឥឡូវយើងបេះហើយសម្រាប់ផ្លែប្រភេទផ្អែមនេះដែរយើងអត់ត្រូវការចងព្យួរអីទេអញ្ចឹងផ្លែវាគឺយើងកាត់ទាំងតងវាឲ្យដល់ត្រឹមផ្លែអញ្ចឹងមកបងប្អូនហើយបងប្អូនត្រូវការចង់បានត្រឡប់ផ្អែមអីហ្នឹងអាចឆាតមកបានតាក់តងមកបានណាបងប្អូននៅជប៉ុនគឺផ្លែល្អមែនតែនហើយផ្លែខ្លះគឺធំមួយរហូតដល់2ខាំប៉ុន្តែភាគច្រើនគឺចន្លោះ1ខាំកន្លះទៅ2ខាំបងប្អូននេះល្អមែនតែនហើយខែត្រជាក់អញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងបើចាំក្លាសេទៅដល់ញ៉ាំមកត្រជាក់សេពេអើយគួរឲ្យចង់ញ៉ាំមែននេះខ្ញុំមិនដឹងថានៅខ្មែរ1គីឡូប៉ុន្មានទេនេះបើខ្ញុំធ្លាប់ទិញដូចជា1គីឡូ6ឬក៏7,000រៀលយើងហ្នឹងណាល្អណាស់បងប្អូនអើយមើលណែបេះបានច្រើនមែនតែនច្រើនផ្លែណាហានេះគឺផ្លែខាងចុងនេះខ្ញុំកាន់នេះគឺល្អមែនតែនឡើងក្រហមហ្មងថ្ងៃនេះគឺបេះបានតែប៉ុណ្្នឹងឯងបងប្អូនលទ្ធផលចេញមកព្រឹកនេះបានប៉ុណ្្នឹង